ក្នុងសប្តាហ៍នេះ Master Nali នឹងធ្វើការព្យាករណ៍អំពីតារាសាស្ត្រទាំងអស់នៅក្នុងឆ្នាំ2026ចង់ដឹងថាតើមានទិសណាខ្លះដែលបងប្អូនគួរប្រុងប្រយ័ត្នផ្ទះដែលបែរមុខទៅទិសត្បូងឬផ្ទះដែលបែរមុខទៅទិសខាងជើងអត់មានការបុកគ្រឹះនៅក្នុងឆ្នាំ2026ទេព្រោះដោយសារត្បូងកញ្ឆុងជើងកញ្ឆុងអញ្ចឹងកណ្ដាលផ្ទះឆ្នាំនេះអត់អាក្រក់ទេហើយក៏មិនគួរប្រើរបស់ក្រហមច្រើនហើយបើសិនជាអាចនឹងមានទឹកឬមានរបស់ពណ៌បៃតងឬមួយក៏យើងអាចដាក់ទឹកលាយជាមួយដើមឫស្សីក៏បានហ្នឹងប៉ុន្តែនិយាយចំណុចនេះគឺសង្ឃឹមថាដើមឫស្សីមិនថ្លៃណាពេលប្រើបានប៉ុន្តែគេហៅឲ្យទោសផងជួយផងចាគេជួយដើម្បីប្រយោជន៍ហ្នឹងតែដើម្បីខ្លាអូខេខ្លាល្អជាងតែមិនមែនបានថាប្រពេលប្រើបានតែជួយដើម្បីផលប្រយោជន៍អ្នកស្ដាប់យើងឥឡូវក៏គាត់ឆ្លាតដែរគាត់ច្បាស់គាត់ឯងអវត្តភ្លាមអត់កាលមុនអត់ទេពេលអ្នកគ្រូមានភាសាអីអញ្ចឹងទៅគាត់ចូលទៅកាត់តែមិនមែនជាបំណងពិតកាត់របស់អ្នកគ្រូអញ្ចឹងទៅជាមានការចលាចលការជួសគ្នាក្រុមខ្លះខាងអ្នកគ្រូជឿអ្នកគ្រូក្រុមខ្លះអត់ប៉ុន្តែបើយើងមើលវីដេអូជារួមមិនមែនជាគោលបំណងរបស់អ្នកគ្រូអញ្ចឹងទេតែសម្រាប់ឆ្នាំនេះអ្នកគ្រូបញ្ជាក់ច្បាស់អញ្ចឹងអត់មានអ្នកណាគេហ៊ានកន្លែងពាក្យសម្ដីរបស់អ្នកគ្រូទៀតទេចាសូម្បីតែឥឡូវរឿងតារាសាស្ត្រក៏បងប្អូនរបស់យើងនៅតែរងចាំនៅការដោះស្រាយពី Master Nali របស់យើងចាតារាសាស្ត្រចាឆ្នាំនេះតារាសាស្ត្រលេខ1ចូលមកចូលកណ្ដាលផ្ទះបាទអញ្ចឹងកណ្ដាលផ្ទះចំណុចសំខាន់គឺមិនគួរមានភ្លើងក្រហមទេបាទចាទីជអ៊ីកណ្ដាលផ្ទះចាធម្មតាស្រុកខ្មែរយើងភាគច្រើនយើងប្រើទីជអ៊ីនៅកណ្ដាលផ្ទះឃើញទេដាក់តាំងទីជអ៊ីនៅកណ្ដាលផ្ទះអញ្ចឹងនៅពេលទីជអ៊ីកណ្ដាលផ្ទះខ្លះក៏ដាក់ភ្លើងក្រហមឲ្យលោតពុបចាអញ្ចឹងដល់ពេលតារាសាស្ត្រលេខ1ចូលកណ្ដាលផ្ទះអត់ត្រូវការភ្លើងក្រហមទេអញ្ចឹងបើសិនជាយល់ល្អនៅកណ្ដាលផ្ទះយើងគួរតែតាំងទឹកបើគេហៅពេញទឹកនៅចំកណ្ដាលផ្ទះពាងទឹកណាបានន័យថានៅកន្លែងទីជអ៊ីយើងសម្រាប់តែជំនាញផ្ទះនៅកណ្ដាលផ្ទះឯងចាដាក់ពាងទឹកនៅនឹងកន្លែងទីជអ៊ីយើងណាតូចមួយបានដែរដើម្បីអី support តារាសាស្ត្រចំកណ្ដាលផ្ទះហ្នឹងចាអញ្ចឹងកណ្ដាលផ្ទះឆ្នាំនេះអត់អាក្រក់ទេល្អចាហើយក៏មិនគួរប្រើរបស់ក្រហមច្រើននៅកណ្ដាលផ្ទះទេមិនគួរមានរបស់ពណ៌លឿងនៅកណ្ដាលផ្ទះដែរបាទចាហើយបើសិនជាអាចនឹងមានទឹកឬមានរបស់ពណ៌បៃតងឬមួយក៏យើងអាចដាក់ទឹកលាយជាមួយដើមឫស្សីក៏បានហ្នឹងប៉ុន្តែនិយាយចំណុចនេះគឺសង្ឃឹមថាដើមឫស្សីមិនថ្លៃណាបាទចាខ្ញុំជឿដល់ការលុយចាព្រោះមិនបាច់លក់អញ្ចឹងពួកអីធម្មតាយើងប្រើបានប្រើក៏បានមិនប្រើក៏បានមានតែប្រើតាទឹកសងខាងដែលយើងដាក់ដូចជាពេងផ្ទើទឹកដែលដាក់ដេកនៅកន្លែងជានាងផ្ទះប៉ុណ្្នឹងក៏បានដែរអត់ជាបញ្ហាទេជុំបានចាក៏តិចជុំដែរចាហ្នឹងហើយចំណុចមួយទៀតដោយសារតែតារាសាស្ត្រលេខ1ចូលអញ្ចឹងនៅក្នុងឆ្នាំ2026យើងហ្នឹងគឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍យើងរីកចម្រើនបាទចាវាជាឱកាសនៅក្នុងការប្រម៉ូទវិស័យទេសចរណ៍ចាហើយទន្ទឹមនឹងហ្នឹងវាពាក់ព័ន្ធជាមួយនឹងតារាសាស្ត្រលេខ1ចូលមកហាក់ជាមួយនឹងតារាសាស្ត្រយុគគឺលេខ9បាទចាយុគ9យុគ9ជាមួយតារាសាស្ត្រលេខ1មកចុះគឺគេហាក់គ្នាអញ្ចឹងហាក់គ្នាបែបនេះក៏បើសិនជាយើងគិតថានៅក្នុងឆ្នាំ2026យើងជាមនុស្សដែលឆ្លាតនៅក្នុងការចាប់ឱកាសในការប្រម៉ូទទេសចរណ៍ในការប្រម៉ូទព័ត៌មានវិទ្យាគឺពង្រឹងនៅក្នុងវិស័យព័ត៌មានវិទ្យាបាទពង្រឹងក្នុង business ធាតុភ្លើងឬក៏ business ធាតុទឹកគឺល្អមែនតើចា business ធាតុទឹកគឺពាក់ព័ន្ធនឹងទេសចរណ៍ពាក់ព័ន្ធនឹង resort ពាក់ព័ន្ធនឹងអតាលស្ថានភាពផ្សេងពាក់ព័ន្ធនឹងទឹកជញ្ជូនចាហ្នឹងក៏រីកចម្រើនដែរចា business ធាតុភ្លើងគឺពាក់ព័ន្ធនឹងគ្រប់ MMO ចា marketing digital marketing ឬមួយក៏ខាងកែសម្ផស្សcosmetic ចាមួយទៀត sunscreen ក៏ល្អដែរចា sunscreen នៅក្នុងឆ្នាំ2026នេះក៏ល្អដែរព្រោះដោយសារ2026នេះក្តៅខ្លាំងអញ្ចឹងក្តៅខ្លាំងសម្រាប់ស្បែកមនុស្សយើងហ្នឹងណាការវាប្រឈមខ្លាំងដូចគ្នាអញ្ចឹងសម្រាប់នេះគួរតែយើងប្រើ sunscreen ដែលល្អដែលអាចការពារកម្ដៅថ្ងៃមិនថាជា sunscreen មុខឬក៏ខ្លួននេះចាក្នុងឆ្នាំ2026នេះចាប៉ុន្តែចំណុចមួយទៀតដែលយើងគួរបារម្ភគឺដោយសារតែវាមាននៅក្នុងโซนខាងត្បូងនៃប្រទេសយើងចាតារាសាស្ត្រលេខ5ចូលអញ្ចឹង5ហើយលេខ9តារាសាស្ត្រយុគគឺលេខ9អញ្ចឹង5 9នេះបើសិនជាខ្ញុំឃើញមានការវិភាគខ្លះគឺវិភាគដែលមិនជាត្រូវទេចាព្រោះថាធម្មតាតារាសាស្ត្រលេខ5បើសិនជានៅជាមួយតារាសាស្ត្រមិនល្អគឺមិនល្អប៉ុន្តែបើសិនជាតារាសាស្ត្រលេខ5នៅជាមួយតារាសាស្ត្រល្អគឺល្អខ្លាំងចា ចា
ចឹងចំណុចនេះគឺពាក់ព័ន្ធនឹងការវិភាគនៅក្នុងប្រទេសយើងពីតារាសាស្ត្រលេខ5នៅផ្នែក0ទិសខាងត្បូងមិនល្អចឹងចំណុចនេះសម្រាប់ខ្ញុំគិតថាការវិភាគបែបហ្នឹងវាជាការបំភ័យចាបំភ័យនឹងការបំបាក់ទឹកចិត្តរបស់ដល់ប្រជាពលរដ្ឋរបស់យើងហើយចំណុចមួយទៀតនៅក្នុងវិស័យចំណេះចំណេញពិតប្រាកដគឺវិភាគខុសព្រោះធម្មតាគោលការណ៍របស់ក្បួនតារាសាស្ត្រគឺជាប្រភេទតារាសាស្ត្រលេខ5ឲ្យយើងច្បាស់ថាតើលេខ5នៅជាមួយអីគេចាបើលេខ5នៅជាមួយតារាសាស្ត្រលុយគឺបំផ្ទុះលុយតារាសាស្ត្រលេខ5នៅជាមួយគេឈ្មោះគឺបំផ្ទុះគេឈ្មោះយើងចាបើតារាសាស្ត្រលេខ5នៅជាមួយតារាសាស្ត្រជំងឺគឺបំផ្ទុះជំងឺចាអញ្ចឹងនៅពេលដែលនៅក្នុងឆ្នាំនេះតារាសាស្ត្រលេខ5ចូលនៅទិសខាងត្បូងចាទិសខាងត្បូងគឺជាទិសតារាសាស្ត្រយុគ9អញ្ចឹងផ្ទះដែលបែរមុខទៅទិសខាងត្បូងនៅក្នុងយុគប្រចាំយុគ20ឆ្នាំគឺផ្ទះដែលបែរមុខទៅទិសខាងត្បូងល្អជាងគេចាប៉ុន្តែលេខ5ទៅចូលចំផ្ទុះតែផ្ទុះគេឈ្មោះចាអញ្ចឹងវាជាឱកាសមួយដែលយើងការប្រម៉ូទឲ្យយើងមានគេឈ្មោះល្អចាប៉ុន្តែបើសិនជាយើងធ្វើអ្វីដែលមិនល្អវាទៅបំផ្ទុះអានឹងឲ្យមិនល្អដូចគ្នាមានន័យថាបំផ្ទុះរឿងបំផ្ទុះដែលមិនល្អចាចឹងចំណុចហ្នឹងគឺនិយាយថាធ្វើល្អបានល្អធ្វើមិនល្អលាក់គេអត់ចិត្តហ្នឹងចឹងចាងាយយល់ចឹងតារាសាស្ត្រលេខ5កាលណានៅជាមួយតារាសាស្ត្រលេខ9គឺបំផ្ទុះគេឈ្មោះយើងឲ្យល្អបំផ្ទុះភាពរុងរឿងរបស់យើងចាអាហ្នឹងជាចំណុចហ្នឹងគឺត្រូវតែចាប់ឱកាសហ្នឹងឲ្យបានចឹងទៅពេលដែលយើងចាប់នៅឱកាសហ្នឹងបានឧទាហរណ៍ថាបើយើងមានព័ត៌មាន fake news ព័ត៌មានអ្វីដែលមិនល្អយើងប្រើអាព័ត៌មាន fake news របស់យើងបកស្រាយនៅអ្វីដែលជាព័ត៌មានពិតទៅហើយដល់បន្ទឹមនឹងយើងបកស្រាយនេះយើងមានអីដែលជាផុសតាងដើម្បីសូទៅបានន័យថាអូខេអ្វីដែលគេរៀបពណ៌យើងគឺមិនមែនជាការពិតទេអាហ្នឹងគឺការបកស្រាយបំផ្ទុះដូចគ្នាគឺផ្ទុះហេងវិញចាផ្ទុះឲ្យប្រទេសយើងហ្នឹងមានគេឈ្មោះល្អវិញឥឡូវគេចាប់ផ្ដើមអាណិតកម្ពុជាគេចាប់ផ្ដើមស្គាល់កម្ពុជាកាន់តែច្រើនអញ្ចឹងចំណុចហ្នឹងហើយដែលជាចំណុចដែលយើងទៅប្រម៉ូទឲ្យចំគោលដៅគឺទេសចរឥឡូវគេចាប់ផ្ដើមអាណិតកម្ពុជាគេចាប់ផ្ដើមស្គាល់កម្ពុជាកាន់តែច្រើនអញ្ចឹងចំណុចហ្នឹងហើយដែលជាចំណុចដែលយើងទៅប្រម៉ូទឲ្យចំគោលដៅគឺទេសចរចាមិនមែនជាការប្រម៉ូទចំនួនទេចាប្រម៉ូទទេសចរប្រម៉ូទពីភាពស្អាតស្អំរបស់ប្រទេសយើងប្រម៉ូទពីអ្វីដែលជាផលប្រយោជន៍របស់ប្រទេសចាអញ្ចឹងគឺនៅក្នុងតារាសាស្ត្រចាឆ្នាំនេះគឺបែបហ្នឹងពោលការពិតទៅអ្នកគ្រូឥឡូវនេះបើនិយាយពី international news ព័ត៌មានអន្តរជាតិដល់ពេលយើងបើកមកដូច YouTube CNN BBC បើកមកពីច្រើនគេផ្ដោតលើកម្ពុជាហើយនៅប្រទេសជិតខាងចាអូកុំទៅអីអត់ល្អទេមិនមានសុខភាពទេចាគេស្គាល់អត់ទេស្គាល់យ៉ាងផ្លូវមួយមិនល្អតែទន្ទឹមនឹងហ្នឹងកម្ពុជាក៏មានសិទ្ធិនៅក្នុងការប្រម៉ូទថាអេយើងកន្លែងទេសចររបស់យើងសុវត្ថិភាពចាបាទកន្លែងទេសចរយើងសុវត្ថិភាពកោះរបស់យើងសុវត្ថិភាពប្រជាជននិយាយទេសចរដែលមកខ្មែរទៅប្រហែលថតបង្ហោះបានតាចាថតបង្ហោះបានអត់បញ្ហាអានេះពួកគាត់ទៅនិយាយតនឹងវាជាឱកាសដែលយើងប្រម៉ូទប្រទេសយើងនឹងដូចគ្នាបងប្អូនអ្នកធ្វើការក្នុងវិស័យទេសចរត្រៀមតែកម្លាំងទៅចាត្រៀមប្រម៉ូទហើយចំណុចមួយទៀតឆ្នាំនេះក៏ទៅព្យាយាមប្រម៉ូទresort បែបធម្មជាតិឲ្យច្រើនព្រោះយើងត្រូវដឹងថាបរទេសចូលចិត្ត resort បែបធម្មជាតិអត់ចូលចិត្ត resort បែបកាប់ដើមឈើចោលទេចាអញ្ចឹងបើកាលណាយើងធ្វើ resort យើងទៅកាប់ដើមឈើចោលគឺបរទេសពិចារណាអត់ឲ្យតម្លៃទេព្រោះថាគេថាយើងបំផ្លាញធម្មជាតិប៉ុន្តែបើយើងធ្វើ resort ឧទាហរណ៍ថាធ្វើនៅកោះឬក៏យើងធ្វើនៅកន្លែងណាយើងអត់កាប់ដើមឈើទេយើងដាំថែមឬមួយក៏យើងឆ្វៀលទៅកន្លែងដែលយើងធ្វើទេចាហ្នឹងជាចំណុចមួយដែលល្អហើយបរទេសគេឲ្យតម្លៃចានេះគឺតារាសាស្ត្រឆ្នាំថ្មីគឺយើងថាយើងដឹងថាវានឹងកើតឡើងអីគេដែលកើតឡើងអញ្ចឹងយើងព្យាយាមធ្វើម៉េចចាប់ឱកាសហ្នឹងអញ្ចឹងបើសិនជារឿងហ្នឹងវាមិនល្អយើងបត់អាមិនល្អទៅល្អវិញយើងគួរកែបែបណានេះគឺចំណុចសំខាន់ចំណុចមួយទៀតសម្រាប់ផ្ទះដែលបែរមុខទៅទិសខាងត្បូងធម្មតាផ្ទះដែលបែរមុខទៅទិសខាងត្បូងគឺផ្ទះដែលបែរមុខត្រូវយុគសម័យបានន័យថាយុគ9ហ្នឹងគឺល្អមក40ឆ្នាំចា40ឆ្នាំមកនៅក្នុងទិសខាងត្បូងព្រោះដោយសារចូលដល់យុគ1ទិសត្បូងក៏ល្អដែរចាប៉ុន្តែដែលត្រូវយុគបំផុតនៅក្នុងយុគ9នេះគឺផ្ទះដែលបែរមុខទិសត្បូងចាអញ្ចឹងផ្ទះដែលបែរមុខទៅទិសត្បូងគាត់មានឱកាសល្អប៉ុន្តែដោយសារឆ្នាំនេះតារាសាស្ត្រលេខ5ចូលឱកាសល្អមែនប៉ុន្តែកុំទៅស្វានដំជួសជុលអាចនឹងមើលអីកើតចាពួកដោយសារអីបើសិនជាស្វានដំជួសជុលវានឹងកាត់រឿងដែលពាក់ព័ន្ធនឹងគេឈ្មោះវាពាក់ព័ន្ធនឹងការលាបពណ៌ជាពិសេសមន្ត្រីរាជការឬអ្នកដែលមានគេឈ្មោះល្អ
តែយ៉ាកាលណាយើងទៅស្វានដំជួសជុលនៅចំទិសខាងត្បូងនៃផ្ទះយើងឬហៅថាទិសមមីបានន័យថាយើងបង្កបញ្ហាដាក់ខ្លួនណា បាទ ចាអញ្ចឹងផ្ទះដែលបែរមុខទៅទិសខាងត្បូងនៅក្នុងឆ្នាំ2026គឺមិនគួរថាមានការជួសជុលស្វានដំនេះ បាទ ចាឬមួយក៏យើងចង់បុកគ្រឹះផ្ទះដែលបែរមុខទៅទិសខាងត្បូងក៏កុំបុកគ្រឹះនៅក្នុងឆ្នាំ2026នេះដែរគោលចំណុចសំខាន់ផ្ទះដែលបែរមុខទៅទិសត្បូងឬផ្ទះដែលបែរមុខទៅទិសខាងជើងអត់មានការបុកគ្រឹះនៅក្នុងឆ្នាំ2026ទេព្រោះដោយសារត្បូងកញ្ឆុងជើងកញ្ឆុង បាទ ចាខាងត្បូងគឺទិសគេហៅទិសថៃសួយទិសថៃសួយហ្នឹងគឺទិសមមីនឹងឯងទិសមមីហើយមកជាមួយតារាសាស្ត្រលេខ5អញ្ចឹងបកកបញ្ហាខ្លាំងបើសិនជាយើងមានការស្មានដល់ បាទ ប៉ុន្តែបើសិនជាយើងចង់បុកគ្រឹះសម្រាប់ផ្ទះដែលបែរមុខទៅកើតឬទៅលិចបាន បាទ ចាសម្រាប់ផ្ទះដែលបុកបែរមុខទៅទិសខាងត្បូងឬទិសខាងជើងគឺមិនគួរទេពីព្រោះតារាសាស្ត្រទី1តារាសាស្ត្រមិនល្អ បាទ ចាទី2គឺទិសថៃសួយគេទៅរំខានស្ដាច់ណា បាទ អានេះទៅដាច់ក្បាលអាហ្នឹង បាទ ទៅ បាទ ចារំខានអាហ្នឹងបានន័យថាក្នុងក្បួនគឺបែបហ្នឹងបើសិនជារំខានល្អមិនអីទេរំខានមិនល្អរឿងសួយ បាទ មួយទៀតសម្រាប់ផ្ទះដែលបែរមុខទៅទិសជើងអញ្ចឹងគឺឆុងខ្លាំងអញ្ចឹងគឺទិសជូត បាទ អញ្ចឹងនៅធម្មតាមមីឆុងជូតមមីជាអធិរាជមមីជាថៃសួយដែលតែឆុងគេតែឆុង បាទ អញ្ចឹងទិសឆាងជើងគឺជាទិសឆុងហើយក៏ជាទិសសាន់សាដែរអញ្ចឹងនៅក្នុងឆ្នាំ2026នេះបើករណីមានសង្គ្រាមបើករណីគេចង់បង្កសង្គ្រាមអ្នកដែលបង្កនឹងមានរឿងពួកដោយសារយើងនៅថៃសួយសកត់ បាទ ឆុងតកេហ្នឹងអញ្ចឹងជាចំណុចមួយដែលល្អវាជាឱកាសមួយដែលយើងគួរតែពង្រឹងសមត្ថភាពរបស់យើងឲ្យខ្លាំងនៅក្នុងឆ្នាំ2026នេះគឺប្រម៉ូទទេសចរយកឱកាសចាប់ឱកាសឲ្យបាន ពួកចំណុចមិញវិញបើប្រៀបធៀបថាបើសិនជាអ្នកណាជាអ្នកបករឿងមុនបញ្ហាធ្លាក់ទៅលើអ្នកនោះហើយ ចាពួកគេគិតថាគេមានអំណាចតែគឺនឹងប៉ះខ្លាំងទៀតចាហើយការប៉ះលើកនេះគឺកាន់តែធ្វើឲ្យយើងកាន់តែល្បីចាកាន់តែល្បីអញ្ចឹងយើងចាប់ឱកាសមួយឧទាហរណ៍ណាបើសិនជាករណីគេកើនយើងគួរតែចាប់ឱកាសនេះដើម្បីយើងផ្សព្វផ្សាយទៅអន្តរជាតិឲ្យកាន់តែខ្លាំងលៀងខ្លួនយើងពីការចោទប្រកាន់ឲ្យបានអាហ្នឹងគេហៅលៀបក្នុងគ្រោះអញ្ចឹងលៀបក្នុងគ្រោះទេសចរយើងនឹងមកច្រើនណាស់អញ្ចឹងចំណុចនេះហើយដែលជាចំណុចមួយដែលថាបើកាលណាយើងដឹងមុនយើងបង្ការមុនយើងចេះចាប់ឱកាសបើជាចំណុចល្អយើងចាប់ឱកាសបើជាចំណុចមិនល្អយើងបង្ការ ជា ចាបញ្ជាទៅអញ្ចឹងនៅពេលផ្ទះអ្នកដែលមានផ្ទះដែលបែរទិសខាងជើងក៏ដូចគ្នាដែរមិនគួរមានការស្វានដំទេនៅក្នុងឆ្នាំ2026ហ្នឹងព្រោះថានៅពេលណាដែលយើងស្វានដំនៅក្នុងឆ្នាំ2026វានឹងមានបញ្ហាខ្លាំងជាពិសេសអ្នកមានអំណាចជាពិសេសអ្នកដែលមន្ត្រីរាជការអញ្ចឹងមន្ត្រីរាជការដែលនៅផ្ទះបែរត្បូងបើសិនជាមានការស្វានដំនឹងមានបញ្ហារង្គោះរង្គើក៏អីដែរ តំណែង ចាតួនាទីមកតំណែងចាហើយនឹងមានបញ្ហាជាមួយអ្នកមានអំណាចហ្នឹងអញ្ចឹងផ្ទះទិសខាងជើងបើសិនជាសូនបើយើងគិតពីសានសាវានៅទិសមានកលជូតឆ្លូវបានន័យថាជើងឈើលិច បាទ ជើងឈើកាត់តិចហើយជើងចំអាហ្នឹងគឺមិនគួរមានការស្មានដល់ជួសជុលទេ ចុះបើជាមិនផុតចាំបាច់អ្នកខ្លះបងប្អូនខ្លះគាត់ បាទ ទិញផ្ទះបែរទៅទិសហ្នឹងហើយចាំបាច់ធម្មតាអ្នកគ្រូមុននឹងយើងទៅនៅផ្ទះយើងត្រូវឲ្យជាងមកមើលជួសជុលតិចតួចលាបលបងពណ៌លបង រើសវេលាធ្វើ អាចរើសបាន ចា តែត្រូវប្រយ័ត្នឲ្យខ្លាំងដែរ ចារើសវេលាធ្វើគេមានរបៀបថាតើធ្វើពីខាងណាទៅខាងណាដើម្បីកុំឲ្យមានការឆុងនឹងដែរចាចំណុចនេះគឺយើងជឿជាក់បានប៉ុន្តែបើសិនជាករណីមិនចាំបាច់ខ្ញុំមិនគួរណាដែល ចំប៉ះ ទៅប៉ះពាល់ទេអញ្ចឹងព្រោះថាអតិពលអវិជ្ជមាននៃភាពអវិជ្ជមានរបស់តារាសាស្ត្ររបស់អតិពលទិសឆុងវាជាអតិពលមួយដែលយើងមើលមិនឃើញតែវាហុចផលដល់ជីវិតយើងជាក់ស្ដែងអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងគិតថាយើងមិនជឿទេប៉ុន្តែដល់ពេលយើងទៅប៉ះទិសឆុងទៅប៉ះពីគេហៅទិសនៃភាពធម្មពលអវិជ្ជមានហ្នឹងវាធ្វើឲ្យយើងសោយទៅតាមហ្នឹងទោះបីយើងមិនជឿក៏ដោយព្រោះថាធម្មពលបែងចែកជាពីរគឺធម្មពលវិជ្ជមាននិងធម្មពលអវិជ្ជមានធម្មពលវិជ្ជមានគឺធម្មពលដែលក្នុងសូនទិសដែលល្អដែលមកពីធម្មពលទិសដែលល្អអញ្ចឹងសូនដែលទិសមិនល្អគឺធម្មពលដែលមិនល្អដែលផុចផលអវិជ្ជមានធ្វើឲ្យយើងគិតខុសសម្រាប់ចិត្តខុសធ្វើឲ្យយើងមួម៉ៅធ្វើឲ្យយើងមានបញ្ហាអានេះគឺធម្មពលអវិជ្ជមានអញ្ចឹងទិសរៀងរាល់ថ្ងៃរៀងរាល់ម៉ោងតែងតែបែងចែកជាពីរជានិច្ចយិននិងយ៉ាងល្អនិងអាក្រក់
ហេឬក៏សូយហ្នឹងអញ្ចឹងមានអ្នកហេមានអ្នកសូយក្នុងកំឡុងពេល1ម៉ោងក៏មានអ្នកហេនិងមានអ្នកសូយដែរចាហ្នឹងអញ្ចឹងអ្នកហេគឺនៅក្នុងសូនហេទៅចុះបើសិនជាយើងដឹងមុនខ្ញុំឧទាហរណ៍ថាបើយើងដឹងមុនយើងព្យាយាមបញ្ជាក់ បាទ ធម្មតាការដែលយើងរស់នៅក្រោមគេហៅឥទ្ធិពលរបស់តារាសាស្ត្ររឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតរបស់យើងវាកើតឡើងដោយសារឥទ្ធិពលរបស់តារាសាស្ត្រនឹងឯងចាបើយើងធ្វើរឿងដែលល្អយើងនឹងហេងតែបើសិនជាយើងធ្វើរឿងដែលមិនល្អយើងនឹងសោយយើងទៅប៉ះតារាសាស្ត្រដែលមិនល្អគឺយើងនឹងសោយដែរនឹងគឺអញ្ចឹង ចា ចាអញ្ចឹងជើងត្បូងគឺកុំប៉ះពាល់ចា យ៉ាត់ឲ្យខ្លាំង ប្រយ័ត្នខ្លាំងមែនតើជាពិសេសចំណុចមួយទៀតកុំឲ្យអាចជើងចំកប៉ះជើងជើងកាត់កប៉ះជើងជើងលិចកប៉ះប៉ុន្តែបើយើងមើលនៅក្នុងកំប៉ាស App My Destiny ក៏បានដែរ បាទ ទិសកលជូតឆ្លូវអាហ្នឹងគេមានដាក់កលជូតឆ្លូវ អង្គសា កូនហ្នឹងគឺ highlight ពណ៌ផ្ទៃមេឃហ្នឹងគឺកំប៉ះ បាទបាទ អញ្ចឹងបើយើងដាក់កំប៉ះហ្នឹងមុខផ្ទះយើងមើលមកអូផ្ទះយើងបែរមុខចំឲ្យ highlight ពណ៌ផ្ទៃមេឃហ្នឹងណា បាទ ហាមទៅជួសជុលស្វាដល់មុខផ្ទះជាពិសេសមុខផ្ទះហ្នឹងហ្មង បាទ ចាអមតាកាយយើងកំពុងតែធ្វើដល់ទៅពេលយើងទៅប៉ះហ្នឹងគឺចាប់ដើមមានបញ្ហាអញ្ចឹងមិនបាច់ជឿទេប៉ុន្តែសាកល្បងមើលហើយចំណុចមួយទៀតគឺនៅទិសខាងជើងឈៀងលិចចាជើងឈៀងលិចបើសិននៅក្នុងទិសទិសកលតារាសាស្ត្រលេខ2គឺទិសជំងឺចាប៉ុន្តែបើសិននៅក្នុងទិសចមិនជាបញ្ហាទេមកណាតារាកាលណាយើងអត់មានទៅស្វានដល់ជួសជុលគឺអត់មានបញ្ហាទេ បាទ ចាព្រោះអ្នកដែលបាយទៅទិសជើងផ្ទះបាយទៅជើងឈៀងលិចឆ្នាំនេះឲ្យប្រយ័ត្នរឿងសុខភាពមែនតើសុខភាពឆ្នាំនេះវាប៉ះពាល់ច្រើនពាក់ព័ន្ធភាគច្រើនភ្នែកអញ្ចឹងប្រព័ន្ធភ្នែកនឹងប៉ះខ្លាំងសរសៃឈាមការស្ទះសរសៃឈាមទាំងបេះដូងអានឹងក៏ជាបញ្ហាដែរអ្នកដែលមាននេះក៏អាចមានបញ្ហារឿងពោះវៀនដែរ បញ្ហាប្រព័ន្ធរំលាយអាហារ ចាហ្នឹងហើយជំងឺពោះវៀនក៏ប៉ះពាល់ដែរអញ្ចឹងចំណុចនេះបើផ្ទះដែលបែរមកទៅជើងឈៀងលិចគឺប៉ះច្រើនជាងគេ ជើងឈៀងលិច ចាប៉ះច្រើនជាងគេហើយអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងមានផ្ទះដែលបែរទៅជើងឈៀងលិចមកផ្ទះយើងអាចប្រើជាកណ្ដឹងខ្យល់រំសាយនៅមុខផ្ទះយើងក៏បានដែរចំណែកនៅទិសខាងលិចវិញលិចមិនឆុងទេតែតារាសាស្ត្រលេខ3ចោចូល បាទ ខាងលិចអត់មានជាទិសឆុងទេប៉ុន្តែតារាសាស្ត្រលេខ3គឺតារាសាស្ត្រវិបត្តិលិចមិនឆុងទេតែតារាសាស្ត្រលេខ3ចោចូល បាទ ខាងលិចអត់មានជាទិសឆុងទេប៉ុន្តែតារាសាស្ត្រលេខ3គឺតារាសាស្ត្រវិបត្តិជាតារាសាស្ត្រចំនួនបង្កបញ្ហាអញ្ចឹងផ្ទះអ្នកដែលបាយទៅទិសខាងលិចឆ្នាំ2026គឺភាគច្រើនអត់សូវស្កប់ទេមានរឿងឲ្យដោះរហូតមានបញ្ហាឲ្យដោះរហូតចាចំនួនហ្នឹងអញ្ចឹង ចាតែមិនបានអាចកាត់បន្ថយបានបើជាមិនបានទាំងស្រុងក៏អាចជាបានខ្លះ ចាចំណុចនេះទៅទិសខាងលិចឆ្នាំនេះរៀងពិបាកខ្លាំងបាក់កែព្រោះថានៅពេលដែលកែតារាសាស្ត្រវាទៅប៉ះនឹងពាក់ព័ន្ធនឹងចាយលុយច្រើន បាទ ឡាយ ការចំណាយព្រោះទិសខាងលិចវាពាក់ព័ន្ធនឹងទិសធាតុមាសហ៎បើយើងចង់កែតារាសាស្ត្រវានឹងប៉ះរឿងពាក់ព័ន្ធនឹងការចាយច្រើន បាទបញ្ហាលុយកាក់ ចាហ្នឹងចឹងប៉ុន្តែបើសិនជាយើងចង់កែបែបពិឃាតតលតែយើងការពិឃាតនឹងពិឃាតឲ្យខ្លាំងចំណែកមួយទៀតនៅទិសខាងត្បូងឈៀងលិចត្បូងឈៀងលិចតារាសាស្ត្រលេខ7គឺតារាសាស្ត្រពិឃាតតារាសាស្ត្រចោលអ្នកដែលមានផ្ទះដែលបែរទៅត្បូងឈៀងលិចហ្នឹងប្រយ័ត្នរឿងចោលចូលផ្ទះទុករបស់ឲ្យប្រយ័ត្ន បាទ ចាមានការមិនចោះសម្រងគ្នាមានការប្រកួតប្រជែងខ្ពស់អញ្ចឹងផ្ទះដែលបែរត្បូងឈៀងលិចក្នុងឆ្នាំ2026ហ្នឹងវិធីការងាយអាចដាក់ជាកម្រាលព្រំពណ៌ទឹកប៊ិចនៅច្រកចូលបានន័យថាកណាត់ជជើងពណ៌ទឹកប៊ិចនៅច្រកចូលផ្ទះបានន័យថាទ្វារចូលផ្ទះហ្នឹង បាទ ចាត្បូងឈៀងកើតហេងវិញចា បាទ ចាអ្នកដែលបែរមានផ្ទះបែរទិសទៅត្បូងឈៀងកើតត្បូងឈៀងកើតគឺតារាសាស្ត្រលេខ9ពាក់ព័ន្ធនឹងភាពរុងរឿងភាពកេរ្តិ៍ឈ្មោះល្បីល្បាញចាការងាររីកចម្រើនផ្សេងអញ្ចឹងវាជាទិសដែលល្អ បាទ ចាអញ្ចឹងបើសិនជាអាចថាមុខផ្ទះនឹងដាក់ដើមឈើបែបទៀប green ឲ្យច្រើនមកឲ្យមើលចេញមកបាក់ទ្វារចេញមកឃើញភេទដើមឈើយើងនៅសងខាងទ្វារយើងហ្នឹងឲ្យ green ដាក់ green ណាមិន green ងាប់ផ្សេងណាឯងផ្សេងចាតែជាដើមឈើស្រស់ បាទ ប៉ុន្តែសូមឲ្យដើមឈើហ្នឹងមានគេហៅមានកម្លាំងមិនដាក់ទៅងាប់ដាក់ដើមរាសីតាំងឧទាហរណ៍ថារាសីតាំងមែនប៉ុន្តែសល់2ស្លឹកមិនដើមសល់2ស្លឹកទៅអត់បានទេអ្នកហ្នឹងចាធ្វើមកឲ្យ green ចេញ green ឲ្យចំ green អ្នកតាំងដើមរាសីអីបើតាំងដើមរាសីតាំងហើយដើមរាសីនឹងងាប់
កំតាំងអីដកចេញ បាទ ឬក៏យើងត្រូវចាប់ផ្ដើមដូរយកអាតាមរិស័យដែលមានកម្លាំងហ្នឹងយកមកដូរវិញចា អ្នកគ្រូត្រូវតែជារុក្ខជាតិពិតប្រាកដ បានរុក្ខជាតិពិតប្រាកដល្អយើងត្រូវការបែប real ពិតប្រាកដយកតែការ fake លុយណាចា បើសិនជាយើងដាក់ដើមជ័រឬក៏ដើមសិប្បនិមិត្តបានមកលុយជ័រអីលុយស្អែកបានលុយស្អែក នេះយើងចង់ប្រើអ្វីជាធម្មជាតិ បាន ចាហើយកាលណាអ្វីដែលជាធម្មជាតិបែបហ្នឹងវាធ្វើឲ្យការគិតរបស់យើងក៏គិតបានគេហៅបានត្រូវគិតត្រូវសម្រាប់ចិត្តគិតត្រូវ បាទ ហើយការខួរក្បាលរបស់គាត់ក៏យើងក៏ឆ្លាតជាងមុនដែរអញ្ចឹងអ្នកដែលមានផ្ទះដែលបាយទៅត្បូងជាកើតក្នុងឆ្នាំនេះការគិតរបស់គាត់គេហៅសតិបញ្ញារបស់គាត់រៀងវាងវៃជាងឆ្នាំមុន បាទ ចាចំណុចមួយទៀតកម្រាលជើងដែលនៅច្រកចូលទ្វារហ្នឹងគឺអាចប្រើកម្រាលជើងបៃតងបាន បាទ សម្រាប់អ្នកដែលមានផ្ទះបាយមកទៅទិសខាងត្បូងជាកើតចាចំណែកទិសកើតទិសលុយឆ្នាំមុន ឆ្នាំមុន ឆ្នាំមុន បាទអត់ទេ ចាអញ្ចឹងគាត់ថាមានល្អមានមិនល្អ បាទ ដល់ពេលឆ្នាំ2026ទិសកើតគឺទិសលុយ លុយវិញ ចាទិសលុយអញ្ចឹងទិសកាលណាទិសកើតទិសលុយហើយព្យាយាមឲ្យខ្យល់បក់ពីកើតមកយ៉ាងច្រើនតិចមកប្អួយទៅនៅទិសខាងកើតដែលប្អួយផ្ទះយើងនៅទិសខាងកើតបើកឲ្យមានខ្យល់ចេញចូលមកវានៅទិសខាងកើតបើកឲ្យច្រើនជាងមុនមកហើយកុំឲ្យមានអីស្លាក់ហើយកុំឲ្យមានរបស់ដែលទៅពិឃាតទិសហ្នឹង បាទ ចារបស់ពិឃាតនៅទិសខាងកើតគឺលោហៈដែកស្ពាន់អីទាំងអស់លោហៈដែកស្ពាន់នេះនៅទិសខាងកើតកុំឲ្យមានចាយើងកុំឲ្យមានលោហៈដែកស្ពាន់ហ្នឹងទៅហើយយើង clean មុខផ្ទះយើងឲ្យស្អាតឲ្យមានខ្យល់អាកាសល្អមានគេហៅថាផាសុខភាពចូលមក fresh មានខ្យល់ចេញចូលកុំឲ្យមានដាក់តាំងអីលបលដែលវាបាំងអញ្ចឹងអ្នកដែលមានផ្ទះបាយមុខទៅខាងកើតក្នុងឆ្នាំ2026នេះគឺហេង បាទ មានឱកាសការងារថ្មីមានឱកាសរកចំណូលបានបន្ថែមពីឆ្នាំមុនហ្នឹងចាចំណែកផ្ទះទិសដល់សល់មួយទិសទៀតជើងជើងកើត បាទ ចាំតារាសាស្ត្រលេខ4ចាជើងជើងកើតចាំតារាសាស្ត្រលេខ4បើសិនជានៅក្នុងទិសឆ្លូវវាប៉ះនៅទិសឆុងទិសអសូរកាយគេថាទិសសាន់សាចាទិសសាន់សាប៉ុន្តែបើសិនជានៅក្នុងទិសខាវអាហ្នឹងគឺតារាសាស្ត្រល្អមែនចាស្នេហ៍ បាទ ចឹងអ្នកដែលមានផ្ទះដែលបែរមុខទៅទិសខាងឆ្នាំហ្នឹងមានស្នេហ៍ច្រើនអ្នកនៅលាវមានឱកាសជួបគូ បាទ តែអ្នកមានគូហើយទៅ control ខ្លួនឯងវិញចាអញ្ចឹងអូខេសម្រាប់តារាសាស្ត្រនៅក្នុងឆ្នាំថ្មីនេះគឺប៉ុណ្ណឹងចាហើយសង្ឃឹមថាបងប្អូនប្រជាប្រដ្ឋខ្មែរយើងបានដឹងហើយក៏ចំណុចណាដែលមិនល្អយើងព្យាយាមការពារកុំឲ្យកើតឡើងចាចំណុចណាដែលល្អយើងបន្ថែមដើម្បីយកលេបឆ្នាំថ្មីចា ចាអរគុណសម្រាប់ប្រសាសន៍របស់អ្នកគ្រូចាជួយជម្រាបបងប្អូនជាមុនចាព្យាករអំពីចាទិសចាដែលបងប្អូនបានស្ដាប់មិញនេះខ្ញុំជឿថាមានប្រយោជន៍ខ្លាំងមែនតើហើយយើងម្នាក់សុទ្ធតែដឹងហើយកាសយើងបែរទៅទិសណាឬក៏ចំណុចណាមួយដែលយើងគួរធ្វើមិនគួរធ្វើនេះគឺជាអេពីសូតមួយដែលគាត់ថាមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនហើយក៏សង្ឃឹមថាបងប្អូនយើងទាំងអស់គ្នាចានឹងមានជីវិតល្អមានសុភមង្គលគ្រប់ក្រុមគ្រួសាររៀបចំជីវិតឲ្យហេងទាំងអស់គ្នាឲ្យមានលាភឲ្យមានសុខភាពល្អជួបជុំក្រុមគ្រួសារឲ្យឆ្នាំ2026នេះចាបងប្អូនជួបតែរឿងល្អគ្រប់គ្រួសារនេះគឺជា